មានអ្នកវាយឈ្នះគេឬទប់គេឲ្យបាក់ទៅវិញហើយស្ដាប់តាមលក្ខខណ្ឌគេទាំង4នេះវាអត់ដែលមាននៅក្នុងក្រមនៃកិច្ចចរចាវាអត់ដែលមានទេបើគេវាយយើងហើយយើងទប់គេជាប់ហើយយើង repel យើងរុញគេឲ្យទៅវិញយើងជាអ្នក dictate the situation បើវាវាយយើងអាសៀមវាវាយយើងហើយយើងទប់វាឲ្យនៅនឹងមកកន្លែងយើងជាអ្នកបង្គាប់ឲ្យវាបំពេញលក្ខខណ្ឌឲ្យយើងវាមិនដែលមានអាអ្នកមកវាយយើងមុនមកផ្ទុះអាវុធនៅប្រាសាទតាមាន់ធំវាវាយយើងមុនហើយយើងឈ្នះវាយើងទប់វាជាប់បែរទៅជាយើងស្ដាប់តាមវាបង្គាប់យើង4ទេវាអត់ដែលមានសូមបញ្ជាក់ថាពិនិត្យខួរក្បាលឡើងវិញតើសុខភាពល្អទេសុខភាពល្អទេសុខភាពផ្លូវចិត្តល្អទេអាហ្នឹងចឹងដល់សុខភាពផ្លូវចិត្តល្អទេចាចឹងខ្ញុំបញ្ចប់ភាគនេះប៉ុណ្ណឹងខ្ញុំនឹងបន្តនិយាយមកអាហ្នឹងចឹងឥឡូវត្រឡប់កុំឲ្យចាកប្រធានខ្សែទឹកកិច្ចវាមាន3ក្រុម1តតិយលោក1កំពុងអភិវឌ្ឍ1អភិវឌ្ឍទំនើបរួចហើយអាតួលេខ GDP កាលវានៅក្របានខ្សែកមកតឡឹងក៏អញទៅណាក៏ត្រូវតែពាក់បង្ហាញគេដល់ពេលវាឡើងអភិវឌ្ឍវាពាក់មាសពាក់ពេជ្រក៏វានៅតែបង្អួតគេតែដល់ពេលវាមានមែនតើវាឈប់ពាក់ក៏ដោយដូច Warren Buffett Bill Gates Elon Musk ណា to name a few វាលែងស្លៀកពាក់អីហើយវាអត់ត្រូវការទេពីព្រោះអីពីព្រោះវាទៅដល់កំពូលទៅហើយណាមេដឹកនាំរដ្ឋដែលខំប្រឹងពាក់នាឡិកាតម្លៃរាប់លានពីព្រោះនៅក្រស្អីនិយាយនឹងប៉ះពាល់សម្ដេចបងខ្ញុំក្រចិត្តក្រចំណេះដឹងវានៅក្រនាឡិកាត3លាន2លានអី1លានអីណាក្រចំណេះក្របញ្ញាក្រចិត្តក្រសមត្ថភាពទៅពាក់អាថ្លៃដើម្បីឲ្យដឹងថាអញមាននាឡិកាមួយតម្លៃ1លាន2លានអីចឹងដោយមិនបានដឹងថាអា1លាននៅដៃហ្នឹងគឺជាការជិះជាន់មួយទៅលើប្រជាជន7 10លានអ្នកទេបងប្រុសខ្ញុំគាត់អត់ដឹងថានាឡិកាគាត់ហ្នឹងជាតំណាងនៃភាពជិះជាន់មិនដឹងជាទៅធ្វើឲ្យដៃព្រៃព្រឹក្សានឹងការឈឺចាប់របស់ប្រជាជនប្រមាណលានអ្នកទេតម្រាំតែបានអានាឡិកាពាក់នៅដៃហ្នឹងអានោះហើយ Warren Buffett គាត់ពាក់នាឡិកា$14នៅពេលដែលគាត់បានបរិច្ចាគលុយរាប់ពាន់លានឲ្យទៅមូលនិធិ Melinda Gates យកទៅជួយប្រជាជនពិភពលោកក្នុងលក្ខណៈជា philanthropist អានោះជាចំណុចមួយអញ្ចឹងបន្ទាប់ពីការយល់ដឹងពីសេដ្ឋកិច្ច3យ៉ាងហ្នឹងមកយើងដឹងថាសេដ្ឋកិច្ចទំនើបអា GDP វាទាបណាស់លេខវាគឺពី5ចុះក្រោមចុះយើងនិយាយអំពីផ្នែកវិនិយោគិនវិញវិនិយោគិននៅក្នុងពិភពលោកកលេចមើលតួលេខ GDP របស់ប្រទេសគិតថាអានេះជាតួលេខតតិយលោកអានេះជាតួលេខកំពុងអភិវឌ្ឍអានេះគឺជាតួលេខទំនើបហ្នឹងគេគិតអញ្ចឹងហើយចុះអា credit agency វិញនៅក្នុងពិភពលោកក៏គេគិតអញ្ចឹងដែរគេគិតអញ្ចឹងដែរឥឡូវឆ្លើយមកដល់ចំណុចហ្នឹងក៏ពន្យល់ថាដើម្បីឲ្យคล้ายទៅជាអំណាចសេដ្ឋកិច្ចគេត្រូវការអីឧទាហរណ៍ប្រទេសជប៉ុននៅពេលគេទទួលស្គាល់ជប៉ុនចាប់ពីទសវត្សរ៍ឆ្នាំទី70មកថាជប៉ុនចាប់ផ្ដើមកសាងសេដ្ឋកិច្ចពីអភិវឌ្ឍមកដល់សេដ្ឋកិច្ចទំនើបដែលคล้ายទៅជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ទី80ដល់90ជប៉ុនคล้ายទៅជាមហាអំណាចសេដ្ឋកិច្ច20ឆ្នាំ
គឺចាប់ពី80មក90ណាចាប់ពី70មក80ការកសាងសេដ្ឋកិច្ចជប៉ុន20ឆ្នាំទើបនៅក្នុងទសវត្សរ៍ទី80មក90 10ឆ្នាំចុងក្រោយคล้ายទៅជាអំណាចសេដ្ឋកិច្ចតើក្នុងឋានៈជាអំណាចសេដ្ឋកិច្ចជប៉ុនមានអីអំណាចសេដ្ឋកិច្ចជប៉ុនមានមូលដ្ឋានផលិតកម្មសពបែបសពយ៉ាងស្អីក៏មានដែរណាជប៉ុនមាន modern agriculture កសិកម្មទំនើប modern industry ឧស្សាហកម្មទំនើប modern science វិទ្យាសាស្ត្រទំនើប modern semiconductor ផ្នែកខាងគណិតតុបកម្មវិទ្យាទំនើបដោយសារមានទំនើបទាំងអស់នឹងហើយនៅប្រទេសជប៉ុនក្រុមហ៊ុនរបស់ជប៉ុនក៏คล้ายទៅជា global companies គេហៅថាសហគ្រាសពិភពលោកមានន័យថាក្រុមហ៊ុនជប៉ុនមានទីតាំងផលិតចែកចាយក្នុងពិភពលោកទើបជប៉ុនក៏คล้ายទៅជាមហាអំណាចសេដ្ឋកិច្ចពី80មក90 91ដួលទៅវិញចុះទៅវិញចុះចិនពី78មក90ចិនជាតតយៈលោកពី90មកដល់2000ចិនបានคล้ายទៅជាសេដ្ឋកិច្ចកំពុងអភិវឌ្ឍពី2000មក2016ចិនคล้ายទៅជាសេដ្ឋកិច្ចទំនើបហៅថាឡើងថ្នាក់ជាអំណាចសេដ្ឋកិច្ចក៏ដូចជាជប៉ុនដែរគឺមានកសិកម្មទំនើបឧស្សាហកម្មទំនើបបច្ចេកវិទ្យាទំនើបវិទ្យាសាស្ត្រទំនើបទាំងអស់ដែលចិនមាននឹងចិនក៏បានคล้ายខ្លួនទៅជាមហាអំណាចសេដ្ឋកិច្ចក្រុមហ៊ុនរបស់ចិនក៏คล้ายទៅជា global companies អានឹងអញ្ចឹងដូច្នេះចិនទើបនឹងคล้ายទៅជាមហាអំណាចសេដ្ឋកិច្ចគឺចាប់ពីឆ្នាំ2000មកណាដូច្នេះហើយចិនបានឋានៈជាមហាអំណាចសេដ្ឋកិច្ចបាន25ឆ្នាំហើយដែលនៅក្នុងឆ្នាំ2016គេចាប់ផ្ដើមមើលឃើញការអោនចុះនៃសេដ្ឋកិច្ចចិនតាមការពិតគេមិនមែនមើលមិនឃើញទេគេឃើញភាពអោនចុះនៃសេដ្ឋកិច្ចចិនតាំងពីថ្ងៃដែលស៊ីជីនពីងឡើងកាន់តំណែងនៅស្រុកចិនឆ្នាំ2012ហើយគាត់ទូងស្គរទៅដល់2019ចិនធ្លាក់ចុះក្រឹបអ្វីដែលជាការដួលរលំនៅស្រុកចិនគេបានមើលឃើញតាំងពីឆ្នាំ2008គេនឹងអ្នកណាអ្នកឯកទេសជំនាញសេដ្ឋកិច្ចគេមើលឃើញក្នុងឋានៈចិនជាមហាអំណាចសេដ្ឋកិច្ចបាន25ឆ្នាំនេះអោនភាពចាប់ផ្ដើមបង្ហាញខ្លួនតាំងពី2008ហើយ2016ចាប់ផ្ដើមបង្ហាញភាពប្រេះស្រាំទៅហើយអញ្ចឹងហើយបានពេលដែលគេធៀបអំពីធនភាពមាំមួនភាពសថិរភាពចៃរភាពនៃកម្រិតសេដ្ឋកិច្ចគេឲ្យអាល្លឺម៉ង់គេឲ្យអង់គ្លេសគេឲ្យ the grade 7បូកនឹងអាមេរិកចាត់ទុកជាសេដ្ឋកិច្ចដែលមានចៃរភាពសថិរភាពហូរហែជាងបើរាប់ចំនួនវាចាញ់ចិនបើរាប់ចំនួនវាចាញ់ចិនបូកនឹងអាមេរិកក៏ចាញ់ចិនដែរ
ប៉ុន្តែគេមិនឲ្យតម្លៃទៅលើចំនួនទេគេឲ្យតម្លៃទៅលើសថិរភាពភាពមាំមួនចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចដកភាពអួតអាងចេញនឹងទៅគេយល់ថាសេដ្ឋកិច្ច grade 7 ណាអា G7 ហ្នឹងវាអញ្ចឹងហើយបានមានកូនក្មួយខ្លះឆ្ងល់ថានេះទំហំ GDP របស់ចិនធំសង្រាប់មិនក៏អាប្រទេសដូចអ៊ីតាលីដូចបារាំងអីវាទៅជាប្រទេស G7 អាហ្នឹងជាការមើលងាយដល់ពួកអាស៊ីតាអត់ទេអាស៊ីវាអួតអាពួកនោះវាឈប់អួតទៅហើយការសម្គាល់សេដ្ឋកិច្ចវាខុសគ្នាអញ្ចឹងបានជាសប្តាហ៍ថ្ងៃហ្នឹងចិនវាធ្វើអីអាងចំនួនអូយខ្ញុំសង់ស្ពានតែ10ថ្ងៃហើយមន្ទីរពេទ្យតែ2សប្តាហ៍ទេហើយខ្ញុំជីកព្រែកធំជាងគេខ្ញុំធ្វើស្ពានវែងជាងគេខ្ញុំសង់ទំនប់ធំជាងគេខ្ញុំមានស្ថានីយ៍អវកាសដោយអត់មានអ្នកណាកសាងខ្ញុំកសាងខ្លួនឯងភាពធំភាពលឿនភាពសម្បើមវាចេញមកពីអំនួតណាហើយអំនួតទាំងអស់ហ្នឹងអ្នកដែលខ្លាយទៅជា great economy វាឈប់មានហើយវាឈប់យកចិត្តទុកដាក់លើអំនួតហ្នឹងហើយទោះបីវាមានលុយតិចជាងវាមានចំនួនតិចជាងទំហំ GDP វាតូចជាងចិនក៏ដោយក៏វាលែងអួតហើយវាគ្រាន់តែដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់វាទៅតាមដំណើរដែលវាคล้ายទៅជា great economy នៅពេលដែលចិនទូងស្គាល់រាល់ថ្ងៃអួតអាងអំពីធំច្រើនទំនើបឈ្នះដូចយ៉ាងរូបខ្ញុំដែលជាអ្នកក្រនៅអាមេរិកអផែងវណ្ណៈវាហៅខ្ញុំអាឡាហាមមុខខ្ញុំឡើងញញឹមមិនបានញញឹមមិនបានខ្ញុំញញឹមនៅពេលអផែងវណ្ណៈវាហៅខ្ញុំអាឡាហាមព្រោះខ្ញុំបានរស់នៅក្នុងជីវិតមួយចាក់ចេញពីបង្គន់ដ៏សែនស្អុយភក់ជ្រាំដ៏ស្មោកគ្រោកជាទីបំផុតដែលអផែងវណ្ណៈវានៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលសត្វដង្កូវមួយនៅក្នុងភក់ជ្រាំវាស្រែកជេរយើងអ្នកជុះថាអាឡាហាមតើយើងត្រូវទៅឆ្លោះជាមួយនឹងរបស់ហ្នឹងទេយើងបែរទៅជាចង់សើចទៅវិញនៅពេលខ្មោចអាខណ្ឌសវណ្ណនិយាយថាស្អីក៏មានដែរវាមិនមែនស្អីក៏មានតំណាងឲ្យភាពធំធាត់របស់មនុស្សឯណាវានៅលើអានេះមនុស្សត្រូវការលុយកាក់ត្រូវការវត្ថុត្រូវការរបស់របរប៉ុន្តែវាត្រូវការអានេះសញ្ញាបត្របណ្ឌិតវាមិនខ្វះទេប៉ុន្តែបើបណ្ឌិតហ្នឹងវានៅតែលុញពងគេវាមិនស្មើអាអត់បណ្ឌិតនេះទេអាអត់បណ្ឌិតវាអត់ចាំបាច់លុញពងគេភាពខុសគ្នាមនុស្សទោះបីមានលុយមានកប៉ុណ្ណាក៏ដោយបើងើបពីដេកនៅតែងាកទៅលុញពងគេខ្ញុំនិយាយដល់ថ្នាក់ប៉ុណ្ណេះទៀតគណៈរដ្ឋមន្ត្រីលោក Donald Trump ពេលប្រជុំគណៈរដ្ឋមន្ត្រីនៅនិយាយលុញពង Donald Trump មនុស្សហ្នឹងកិច្ចមិនទាន់រួចទេចំណាំមើលណាមានមនុស្ស2នាក់នៅក្នុងគណៈរដ្ឋមន្ត្រី Donald Trump ហើយមានតែម្នាក់ទេដែលមិនសូវលុញពងទេគឺ Scott Bessent ដែលជារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលនេះមួយអត់ចេះលុញពងទេតិចណាស់អូខេមួយទៀតគឺ Marco Rubio បន្ទាប់ពី Scott Bessent ទៅសង្កេតមើលក្រៅពីហ្នឹងអាណាដល់ងើបឡើងទៅលុញពងត្រំរហូតណាហើយមានមនុស្សស្រីម្នាក់អត់ដែលនិយាយស្ដីអីទេប៉ុន្តែ she is a very powerful person in the White House គាត់ជាមនុស្សមានអំណាចបំផុតគឺជា White House Chief of Staff គាត់ដែលហាមាត់និយាយអត់ដែលលុញពងអ្នកណាទេដល់បានទេmy entire Trump cabinet មកគណៈរដ្ឋមន្ត្រី Trump មានតែមនុស្ស3នាក់ទេណា
oh if you ask for help you don't know her she's a very great woman okay she's a very great woman ហើយចេះអង់គ្លេសអត់ស្គាល់ White House Chief of Staff គាត់ជានាយខុទ្ទកាល័យសែតវិមានណា okay very powerful អត់និយាយទេក្រៅពីហ្នឹងលុញពងត្រំឲ្យឡើងលលងអស់អញ្ចឹងត្រឡប់មកវិញនៅក្នុងពិភពលោកវាតាក់ទងនឹងណានៅក្នុងពិភពលោកណាអូខេនៅក្នុងពិភពលោកវាតាក់ទងនឹងកម្លាំង5ណាវាតាក់ទងនឹងកម្លាំង5វាតាក់ទងនឹងកម្លាំង5 technology inequality debt decoupling and political tension កម្លាំង5នេះខ្ញុំលើកមកនិយាយរាល់ដងឥឡូវនេះកម្លាំង5នឹងវាជះទៅលើយើងគ្រប់គ្នាខ្ញុំបងប្អូនអ្នកស្ដាប់ប្រទេសជាតិនីមួយគឺវាជះមកលើយើងគ្រប់គ្នាឧទាហរណ៍ប្រទេសថៃឡង់កំពុងតែខំប្រឹងប្រែងកសាងdata center សម្រាប់មជ្ឈមណ្ឌល AI ផ្នែកបច្ចេកវិទ្យាប្រទេសថៃឡង់កំពុងតែជួបគ្រោះភ័យដោយសាររដ្ឋថៃហើយនិងប្រជាជនថៃប្រជារាស្ត្រថៃធ្លាក់ទៅក្នុងរណ្ដៅបំណុលធំធេងណាស់ដែល IMF បានជូនដំណឹងថៃថាប្រយ័ត្នណាក្លាប់ស្រុកប្រទេសថៃដោយសាររបបសក្តិភូមិវណ្ណៈភាពអត់ស្មើគ្នាទេ very very much unequal មានន័យថាអត់ស្មើភាពគ្នាទេនៅថៃបញ្ហាឃើញជះលើជនជាតិថៃគ្រប់គ្នាបកពួកឃើញហើយណាកម្ដៅនយោបាយក្នុងស្រុកថៃឆ្លោះគ្នាណារហូតដល់ស្រុកជោមួយនោះនិយាយថាអាថៃហ្នឹងដូចអត់ដឹងឡប់អីសោះណែប៉ុន្តែលើក្បាលគេដាក់កែងជើងលើក្បាលអរគុណសម្ដេចអរគុណសន្តិភាពប៉ុន្តែមើលឃើញគេហ្នឹងមិនស្មើខ្លួនទេអូខេអាហ្នឹងអញ្ចឹងកម្ដៅនយោបាយឥឡូវងាកមកកម្ពុជាវិញបច្ចេកវិទ្យាកម្ពុជា0 Cambodia does not have any substantial investment in developing technology អត់មានទេកូនខ្មែរហាមាត់ឡើងចង់ទិញ J10 ខ្ញុំប្រាប់ថាយកមកធ្វើខ្លែងកូនខ្មែរហាមាត់សួរថាថវិកាឡើងប៉ុណ្ណេះលានដុល្លារទិញ F16 បានទេខ្ញុំថា F ប្រឡោះផ្លូវសិនបើ F ប្រឡោះផ្លូវអត់ទាន់ចេះលាងទឹកទេ F ឲ្យយកមកហាត់នៅធំប្រៃនៅធំរៀងឆ្អាតឆ្អេះហើយបើសិនយកមកលិតវិញឡែមប្រៃទិញ F16 អត់ទាន់បានកែងអាមេរិកកាំងគេអនុញ្ញាតឲ្យទិញថាទិញបាន M16 ទិញបាន M79 M72 ទិញបានតែ F16 ទាល់តែ F ប្រឡោះផ្លូវហើយយកមកហាត់លែងធំក្លិនឆ្អាបហើយលិតអត់ប្រៃគាត់តែរឿងដកអាវុធធុនធ្ងន់អាវុធធុនធ្ងន់របស់យើងឪម៉ែហ្មងមកពីឪម៉ែនឹងហើយបានបាញ់ដាក់ភូមិគេនោះហើយមកពីឪម៉ែនឹងហើយបានគេវាយប៉ោងខោនោះហើយមកជេរខ្ញុំប្រាប់តែប៉ោងខោហើយវាមិនដែលមានអាណាវាយឈ្នះគេសុកចិត្តអត់ធ្មត់ហើយមកកុហកប្រជាជនឯងថាណែអ្នកប្រាជ្ញនិងអ្នកដឹកនាំស្ងាត់ណាប៉ុន្តែមិននៅស្ងៀមអារឿងមិននៅស្ងៀមនោះដឹងហើយប៉ុន្តែធ្វើកិច្ចការផ្សេងវាមិនដែលមានអ្នកវាយឈ្នះគេឬទប់គេឲ្យបាក់ទៅវិញហើយស្ដាប់តាមលក្ខខណ្ឌគេទាំង4នេះវាអត់ដែលមាននៅក្នុងក្រមនៃកិច្ចចរចា
វាអត់ដែលមានទេបើគេវាយយើងហើយយើងទប់គេជាប់ហើយយើង repel យើងរុញគេឲ្យទៅវិញយើងជាអ្នក dictate the situation បើវាវាយយើងអាសៀមវាវាយយើងហើយយើងទប់វាឲ្យនៅនឹងមកកន្លែងយើងជាអ្នកបង្គាប់ឲ្យវាបំពេញលក្ខខណ្ឌឲ្យយើងវាមិនដែលមានអាអ្នកមកវាយយើងមុនមកផ្ទុះអាវុធនៅប្រាសាទតាមាន់ធំវាវាយយើងមុនហើយយើងឈ្នះវាយើងទប់វាជាប់បែរទៅជាយើងស្ដាប់តាមវាបង្គាប់យើង4ទេវាអត់ដែលមានសូមបញ្ជាក់ថាពិនិត្យខួរក្បាលឡើងវិញតើសុខភាពល្អទេសុខភាពល្អទេសុខភាពផ្លូវចិត្តល្អទេអាហ្នឹងចឹងដល់ហើយសុខភាពផ្លូវចិត្តល្អទេចា៎ចឹងខ្ញុំបញ្ចប់ភាគនេះប៉ុណ្ណឹងខ្ញុំនឹងបន្តនិយាយមកភាគទៀតរឿងបន្តទៅទៀតជំរាបលាជួបគ្នា3នាទីទៀត